សេចក្តីថ្លែងការណ៍គណៈបកប្រជាធិបតេយ្យជឿនលឿនសូមចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី77 10 ធ្នូឆ្នាំ 1948 10 ធ្នូឆ្នាំ 2025 ទន្ទឹមនឹងការអបអរសាទរនេះយើងសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើព្រៃផ្សៃដ៏សាហាវឃោរឃៅរបស់ភាគីថៃម្ដងហើយម្ដងទៀតដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សសកលរួមមានការចាប់ខ្លួនយោធិនខ្មែរចាប់រំលោភស្ត្រីខ្មែរបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់បណ្ដាលឲ្យមានស្លាប់និងរងរបួសបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាក្នុងដែនអធិបតេយ្យកម្ពុជាក្រោយបាត់ឈប់បាញ់និងក្រោយមានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាដោយឡែកគណៈបកប្រជាធិបតេយ្យជឿនលឿនយល់ឃើញថាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិសេរីភាពនៃការជួបជុំសិទ្ធិទទួលបានព័ត៌មានគឺជាគន្លឹះនៃការបំពេញបន្ថែមព័ត៌មានទៅវិញទៅមកដើម្បីជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយប្រកបដោយតម្លាភាពនិងយុត្តិធម៌សម្រាប់កម្ពុជាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិពុំត្រូវបាត់បង់ភាពថ្លៃថ្នូរបាត់បង់ការគោរពដល់តម្លៃគ្នាទៅវិញទៅមកក្នុងពហុទស្សនៈគំនិតជំនឿប្រែក្លាយទៅជាការជេរប្រមាថលៀបពណ៌មូលបង្កាច់ញុះញង់នាំឲ្យសង្គមជាតិបែកបាក់នោះទេយ៉ាងណាមិញការរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិសេរីភាពនៃការជួបជុំដោយការរើសអើងប្រកាន់និន្នាការនយោបាយត្រូវតែដោះស្រាយនិងលុបបំបាត់គណៈបកប្រជាធិបតេយ្យជឿនលឿនយល់ឃើញថានីតិរដ្ឋជាមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍនិងឯកភាពជាតិប្រកបដោយចីរភាពសម្រាប់មនុស្សជាតិក្នុងការរៀបចំកសាងសង្គមយុត្តិធម៌សង្គមស្អាតស្អំជឿនលឿនស៊ីវិល័យថ្លៃថ្នូរមួយដែលសមាជិកនៃសង្គមនោះអាចទទួលយកបានភាពអសកម្មភាពអវិជ្ជមានដែលកើតមានក្នុងសង្គមត្រូវតែកែលម្អកសាងនីតិរដ្ឋប្រព័ន្ធយុត្តិធម៌សម្រាប់ទាំងអស់គ្នាដោយឯកលើតម្លៃច្បាប់ស្មើមុខគ្នាចំពោះមុខច្បាប់ដោយគ្មានការរើសអើងបពពួកគប់គិតពុករលួយគណៈបកប្រជាធិបតេយ្យជឿនលឿនសូមអំពាវនាវដល់ស្ថាប័នអន្តរជាតិតាមដានយកចិត្តទុកដាក់ដើម្បីធានាថាបទឈប់បាញ់ត្រូវបានអនុវត្តនិងការឈ្លានពានត្រូវបានបញ្ឈប់ជាពិសេសដើម្បីការពារជីវិតនិងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋសិទ្ធិរស់នៅក្នុងសន្តិភាពនិងគ្មានការភ័យខ្លាចនិងសូមអំពាវនាវដល់គ្រប់ភាគីស្ថាប័នពាក់ព័ន្ធនិងប្រជាពលរដ្ឋចូលរួមគោរពនិងលើកកម្ពស់សិទ្ធិមនុស្សសកលថ្ងៃពុធ5រោចខែមិគសិឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី10ខែធ្នូឆ្នាំ2025គណៈបកប្រជាធិបតេយ្យជឿនលឿន